បងប្អូនមួយចំនួនមានការយល់ច្រឡំថាសមាគមអាម៉ាណាត់តកហ្វលកម្ពុជាគឺជាស្ថាប័នធានារ៉ាប់រងប៉ុន្តែមិនដូច្នោះទេសមាគមអាម៉ាណាត់តកហ្វលកម្ពុជាមិនមែនជាស្ថាប័នធានារ៉ាប់រងហើយក៏មិនមែនជាសមាគមដែលស្វែងរកប្រាក់ចំណេញនោះដែរព្រោះពាក្យថាអាម៉ាណាគឺមិនមែនគ្រាន់តែជាឈ្មោះសម្រាប់សម្គាល់សមាគមប៉ុណ្ណោះទេប៉ុន្តែគឺជាសច្ចភាពនិងទំនុកចិត្តដែលជាបេះដូងនៃការបម្រើសហគមន៍ពួកយើងដំណើរការលើស្មារតីតកហ្វលឬទៅអាវុធដែលជាការជួយគ្នាទៅវិញទៅមកស្របតាមគោលការណ៍សាសនាតាមរយៈអត្តន័យដ៏ខ្ពង់ខ្ពស់ចំនួន4យ៉ាងគឺទី1សម្រាប់សមាគមអាម៉ាណាគឺជាការរួមកម្លាំងគ្នាយ៉ាងស្អិតរមួតដើម្បីកសាងអង្គការសហគមន៍ឲ្យមានភាពរឹងមាំនិងភាពម្ចាស់ការលើខ្លួនឯងយើងជឿជាក់ថាសហគមន៍ខ្លាំងគឺចាប់ផ្ដើមពីការរួមកម្លាំងគ្នាទី2សម្រាប់សមាជិកភាពអាម៉ាណាគឺជាផ្នែកមួយដ៏កក់ក្ដៅនិងជាការជឿទុកចិត្តព្រោះពួកយើងនៅក្បែរអ្នកជានិច្ចដើម្បីផ្ដល់នូវការជួយជ្រោមជ្រែងនិងការជួយសង្គ្រោះនៅក្នុងគ្រាលំបាកនៅក្នុងនាមបងប្អូនពុំមួយអ៊ីស្លាមតែមួយដែលមិនបោះបង់គ្នាទី3សម្រាប់មន្ត្រីភ្នាក់ងារអាម៉ាណាគឺជាកាតព្វកិច្ចដែលត្រូវបម្រើសហគមន៍ប្រភេទស្មោះត្រង់បំផុតរាល់ការងាររបស់យើងគឺឈរទៅលើគោលការណ៍តម្លាភាពដើម្បីផ្ដល់ជាអត្ថប្រយោជន៍ពិតជូនដល់បងប្អូននៅក្នុងសហគមន៍មិនមែនសម្រាប់ជាផលចំណេញផ្ទាល់ខ្លួនឡើយទី4សម្រាប់សហគមន៍អាម៉ាណាគឺជាការរួមគ្នាជាធ្លុងមួយយើងរួមគ្នាដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់សហគមន៍អ៊ីស្លាមនៅកម្ពុជាតាមរយៈការជួយគ្នាទៅវិញទៅមកដើម្បីឲ្យគ្រប់គ្នាមានស្ថិរភាពនិងមានភាពរីកចម្រើនជានិរន្តរ៍ការរួបរวมគ្នាគឺជាជំហានដំបូងនៃក្តីសង្ឃឹមនិងផ្ដល់ភាពវិជ្ជមានខ្ពស់ទៅដល់សហគមន៍អ៊ីស្លាមរបស់យើង